ខលហើយកូនស្រីនឹងឲ្យយកឆ្នាំមកទៀតចុកខ្លាំងចាកងកម្លាំងគាត់ដែលដឹកជញ្ជូនមកហ្នឹងក៏គាត់ដឹកជញ្ជូនមកដល់ខ្ញុំគង់ឲ្យចុកឲ្យខ្ញុំថាគាត់ខ្ញុំក៏សូមអធិស្ឋានគាត់ដែរព្រោះខ្ញុំខំគាត់ខ្លាំងពេកណាមួយអ្នកឈឺកូនគាត់ហូបរយៈពេលប្រហែលថ្ងៃមិនដឹងពីអូអត់ទេកូនចុកខ្លាំងដំបងខ្ញុំកាត់ត្រង់តា12គ្រាប់ខ្ញុំអន់ហ្មងអន់រហូតដល់មួយសប្តាហ៍បានខ្ញុំបានធូរស្បើយខ្លាំងចាធូរស្បើយខ្លាំងខ្ញុំតាសើដោយស្មោះចាអញ្ចឹងបងប្អូនកូនចៅទាំងអស់ក្មួយទាំងអស់បើមានជំងឺដូចខ្ញុំអញ្ជើញជឿឆ្នាំនឹងអត់ខុសបំណងទេចាខ្ញុំនិយាយតែពីពិតពួកខ្ញុំ63ឆ្នាំហើយខ្ញុំអត់ដែលកុហកអ្នកណាមួយអត់ដែលធន់អ្នកណាមួយប្រហែលកំប៉ុងដែរបាទខ្ញុំញ៉ាំមិនថាមិនទាន់អស់មកកំប៉ុងបនហ្នឹងមកខ្ញុំចាក់វាធូរស្បើយហ្នឹងមកខ្ញុំរកទៀតហ្នឹងមកកំប៉ុងទៀតហ្នឹងហើយប្រាប់ជំរាបឲ្យជំរាបបានថាបានប្រហែល%ដែរខ្ញុំមិនបាន%មិនមុនដំបូងខ្ញុំបានតែ50%ខ្ញុំបានថតស្កេនទៅតែខ្ញុំប្រាប់បងអូនស្រីថាបាន50%ទេដល់ពេលឆ្នាំកូនប្រុសនឹងយកមកម្ដងទៀតឥឡូវ95%ហើយកូនចា